ថ្ងៃនេះមកសួរសុខទុក្ខអ្នកជំងឺនៅពេទ្យខេត្តដោយសារតែឡើងលើតុទៅធ្លាក់ពីលើតុក៏ច្រត់ដៃទៅធ្វើឲ្យភ្លាត់ឆ្អឹងអញ្ចឹងណាហើយទៅគ្រូខ្មែរប្រហែលថ្ងៃដែរតែដូចអត់គ្រាន់អត់ជាអីសោះអញ្ចឹងទៅក៏សម្រាប់ចិត្តមកពេទ្យខេត្តតែម្ដងហើយមកមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ហ្នឹងហើយត្រូវឡើងទៅជាន់ទី2ប្រសិនបើយើងឡើងទីខ្ពស់អីអញ្ចឹងណាសូមប្រុងប្រយ័ត្នទាំងអស់គ្នាពេលណាធ្លាក់មកអញ្ចឹងធ្វើឲ្យអាចគ្រិចដៃឬក៏ភ្លាត់ឆ្អឹងឬក៏បាក់ឆ្អឹងអញ្ចឹងអីសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ឲ្យមែនទែនព្រោះអីពេលមានបញ្ហាទៅពិបាកខ្លាំងមែនទែននេះមកពេទ្យជាន់ទី2ហ្នឹងដើម្បីមកសួរសុខទុក្ខចិត្តដល់ហើយគឺឡើងទៅបន្តទៀតអញ្ចឹងណាគ្រាន់តែផ្ដាំផ្ញើចេះឲ្យប្រុងប្រយ័ត្នទាំងអស់គ្នាទៅដើម្បីសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងណាសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចិត្តដល់ហើយនៅបន្ទប់ប្រហែលជាតិចគឺដល់ហើយបន្ទប់ A11 អញ្ចឹងណាមកសួរសុខទុក្ខហើយនេះជាកន្លែងដែលត្រូវរងចាំដើម្បីធ្វើការវះកាត់ការពិតទៅមកគេនៅពេទ្យផែកន្លះខែហើយដើម្បីទៅពេទ្យគេឲ្យវះកាត់អញ្ចឹងណានេះជាការធ្វើការរងចាំពេទ្យហើយចូលដើម្បីវះកាត់យើងចំណាយអស់ច្រើនដែរគេនៅពេទ្យហើយបើមានបានសអញ្ចឹងប្រហែលជាអស់តិចតែយើងអត់មានអញ្ចឹងក៏តាមនឹងទៅ